មកនេះមីឃ្លីហងឯងប្រហើនណាស់មែនហើយណាម៉ែវាយវាអាណាណៃទៅម៉ែអូយណាមីងខ្ញុំមិនបានធ្វើអីខុសទេណាមីងហេតុអីក៏វាយខ្ញុំមិនដឹងខុសទៀតទេនាងឯងបានប្រាក់មកពីណាហាបានប្រាក់មកពីណាទិញសម្លៀកបំពាក់ថ្មីនេះហាយ៉ាងមិនទៅហើយរឿងដែលយើងឲ្យទៅស៊ើបនោះបានការយ៉ាងណាដែរក្រាបទូលព្រះអង្គអទុបគុំបានតាបដានស្គាល់ផ្ទះរបស់នាងមលីរួចហើយគ្រាន់តែមកដល់ផ្ទះភ្លាមមិញភេមនិងមីលាមិនបងអង្គដៃបានវាយធ្វើបាបម៉ាលីយ៉ាងចាស់ដៃដោយចោទថាម៉ាលីបានលួចប្រាក់របស់ខ្លួនព្រោះឃើញម៉ាលីមានប្រាក់ជាប់ខ្លួនមកនេះមីឃ្លីហងឯងប្រហើនណាស់មែនហើយណាម៉ែវាយវាអាណាណៃទៅម៉ែអូយណាមីងខ្ញុំមិនបានធ្វើអីខុសទេណាមីងហេតុអីក៏វាយខ្ញុំអូយមិនដឹងខុសទៀតទេនាងឯងបានប្រាក់មកពីណាហាបានប្រាក់មកពីណាទិញសម្លៀកបំពាក់ថ្មីនេះហាត្រូវហើយណាម៉ែវាលួចប្រាក់របស់យើងឲ្យមើលទៅនោះប្រាប់អញភ្លាមមកហងឯងលួចប្រាក់របស់អញមែនទេអត់ទេណាមីងខ្ញុំមិនបានលួចប្រាក់របស់អ្នកមីងទេហើយចុះអញបានប្រាក់មកពីណាទិញសម្លៀកបំពាក់នេះនិយាយភ្លាមមកគឺសម្លៀកបំពាក់របស់អ្នកម៉ែខ្ញុំពេលដែលអ្នកម៉ែស្លាប់គាត់បានរក្សាទុកសម្លៀកបំពាក់របស់គាត់និងរបស់របរមួយចំនួនដើម្បីទុកជាការចងចាំនៅពេលដែលខ្ញុំនឹកដល់អ្នកម៉ែយករបស់ខ្មោចទុកក្នុងផ្ទះអញផងហ៎ណែណាយកចេញមកឆាប់យកចេញឲ្យអញភ្លាមមកអញយកទៅដុតកំទេចចោលអស់ទុកនាំតែចង្រៃផ្ទះអញទេកុំអីអ្នកមីងខ្ញុំសុំវល់ខ្ញុំនៅសល់តែអនុស្សាវរីយ៍តែមួយប៉ុណ្ណោះកុំអីណាអ្នកមីងអ្នកម៉ែចាំកូនទៅរកមើលឲ្យល្អរកមើលឃើញហើយយកឲ្យម៉ែណាកូនចាស់អ្នកម៉ែកុំទៅអីអូនមីលីអ្នកមីងខ្ញុំសុំវល់អ្នកមីងកុំធ្វើអញ្ចឹងអីអ្នកមីងណាអញ្ចឹងអូគឺហាប់មួយនេះទៅដឹងមិនក៏បាក់មិនចេញសោះហូយមិនក៏ពិបាកបាក់ម្លេះអូហូយចម្លែកណាស់អីអាមិនក៏ហាប់នេះធ្ងន់ម្លេះលើកមិនរួចទេហើយតែ5ណាម៉ែសិនល្អជាងអ្នកម៉ែកូនរកឃើញហាប់នៅក្នុងបន្ទប់របស់នាងម៉ាលីតែលើកមិនរួចសោះអ្នកម៉ែហើយក៏បាក់មិនចេញដែរស្អីគេវាលាក់ហាប់កំណប់មែនទេបានជាបាក់មិនចេញនាងម៉ាលីអញ្ចឹងតើបានជានឹងឯងមានរបស់ល្អប្រើទាំងដែលអញនេះមិនដែលទិញឲ្យសោះហងឯងក៏ហោះអញមែនទេឆាប់ទៅបាក់ហាប់នោះភ្លាមទៅបាក់ឲ្យអញមើលភ្លាមឲ្យឆាប់ឡើងខ្ញុំអត់បានកុហកណាមីងទេក្នុងហាប់នោះក៏គ្មានអីដែរក្រៅពីសម្លៀកបំពាក់និងគ្រឿងបន្តិចបន្តួចរបស់អ្នកម៉ែកុំជឿវាអីអ្នកម៉ែឲ្យវាបាក់ឲ្យពួកយើងមើលសិនមកទៅបាក់ហាប់នោះឲ្យយើងភ្លាមទៅចានេះអ្នកមីងអូនមីលាមើលទៅក្នុងហាប់នេះគ្មានអីទេខ្ញុំមិនបានកុហកណាមីងនិងអូនមីលាទេគ្មានស្អីមែនហើយមិនក៏កូនមីលាបើកមិនចេញមុននេះក្រែងកូនថាលើកមិនរួចនោះអីមែនហើយអ្នកម៉ែមុននេះកូនបើកមិនចេញពិតមែនហើយហាប់នេះក៏ធ្ងន់ទៀតអ្នកម៉ែសាក់លមើលទេអីលើករួចតើគ្មានស្អីធ្ងន់ផងកូនច្រឡំខ្លួនឯងទេដឹងអ្នកម៉ែចង់ថាកូននិយាយផ្ដេសផ្ដាស់មែនទេកូនមិនបានកុហកទេឬមួយក៏មានខ្មោចខ្មោចខ្មាំងស្អីទៅកុំជេរផ្ដេសផ្ដាស់អ្នកមីងនិងអូនមីលាឈប់សង្ស័យថាខ្ញុំកុហកឲ្យមែនទេអញលើកលែងឲ្យរឿងនេះប៉ុន្តែនៅមួយទៀតគឺអារឿងប្រុសកំឡោះម្នាក់ដែលចាប់ដៃឯងមុននេះជាអ្នកណាមែនហើយអ្នកម៉ែខ្ញុំលួចសម្លឹងនេះម្នាក់នោះតាំងពីដំបូងប៉ុន្តែគេមិនចាប់អារម្មណ៍ខ្ញុំបែរជាទៅចាប់អារម្មណ៍នាងម៉ាលីទៅវិញខ្ញុំមិនសុខចិត្តទេអ្នកម៉ែខ្ញុំមិនដែលស្គាល់នេះម្នាក់នោះពីមុនមកទេបើមិនស្គាល់ពីមុនមិនក៏សុកគេទៅចាប់ដៃឯងដោយសារមនុស្សច្រើនពេកនៅកន្លែងបណ្ដាលប្រទីមចៃដន្យខ្ញុំក៏ដើមមិនមើលហើយបុកជាមួយគេហើយមិនដឹងថាគេតាមខ្ញុំតាំងពីពេលណានៅពេលដែលបណ្ដាលប្រទីមស្រាប់តែបែបនេះតែម្ដងទៅមិនដែលសារនាងឯងឲ្យភ្នែកឲ្យច្បោះគេទេដឹងខ្ញុំអត់មានទេបានហើយកុំទៅចាប់អារម្មណ៍នឹងអ្នកកំឡោះធម្មតានោះអីកូនព្រោះអនាគតកូនម៉ែបានរៀបចំទុកដាក់ឲ្យធ្វើជាស្នំឯករបស់ព្រះអង្គហើយទុកឲ្យនាងម៉ាលីវាមានគូជាអ្នកក្រដូចគ្នាទៅចោះណាស័កសមហើយកូនប៉ុន្តែអ្នកម៉ែកូនក៏ចាប់អារម្មណ៍នាងម្នាក់នោះដែរណាកូនស្រីម៉ែឈប់និយាយទៅឆាប់ទៅងូតទឹកឲ្យផ្លាស់សម្លៀកបំពាក់ដេកទៅឲ្យសម្រស់ស្រស់ស្អាតថ្ងៃនេះម៉ែហត់ហើយចាអ្នកម៉ែ
យ៉ាងមិនទៅហើយរឿងដែលយើងឲ្យទៅស៊ើបនោះបានការយ៉ាងណាដែរក្រាបទូលព្រះអង្គទូបង្គំបានតាមដានស្គាល់ផ្ទះរបស់នាងមលីរួចហើយក៏បានស៊ើបដឹងថែមទៀតផងថានាងមលីជាកូនស្រីប្រពន្ធដើមឲ្យសពថ្ងៃរស់នៅជាមួយនឹងម្ដាយចុងហើយនឹងប្អូនស្រីចុងអ្នកភូមិនៅទីនោះនិយាយថារាល់ថ្ងៃម្ដាយចុងនិងប្អូនស្រីចុងតែងតែវាយធ្វើបាបនាងមលីមិនដែលឲ្យនាងមលីបានចេញទៅណាមកណាទេគឺឲ្យនៅតែក្នុងផ្ទះនិងធ្វើការងារផ្ទះតែប៉ុណ្ណោះក្រាបទូលអញ្ចឹងធ្វើយ៉ាងម៉េចទៅទើបយើងអាចជួបនាងម្ដងទៀតបានទូបង្គំគិតថាបើព្រះអង្គចង់ចាប់ខ្លាតើតែចូលឲ្យដល់រូងខ្លាទៅក្រាបទូលឯងចង់បានន័យថាព្រះអង្គមានព្រះបញ្ញាញាណឆ្លៀសវៃព្រះអង្គទ្រង់ជ្រាបអំពីអ្វីដែលទូបង្គំនិយាយឲ្យក្រាបទូលប្រសើរណាស់ឯងនេះស័ក្តិសមធ្វើជាដៃស្ដាំរបស់យើងមែនយើងនឹងបន្លំខ្លួនធ្វើជារាជសាមញ្ញធម្មតាដើម្បីបានចូលទៅចិត្តនាងម៉ាលីណែតាវីខ្ញុំចង់និយាយជាមួយឯងតិចហើយរឿងស្អីឯងទៀតហើយនឹងជុំអត់ដែលឯងចង់និយាយជាមួយខ្ញុំបន្តិចខ្ញុំអារម្មណ៍ណាស់ព្រោះរាល់ដងតិចឯងនឹង5ម៉ោងវាមិនទាន់ចប់ផងតាឯងស្គាល់ខ្ញុំដល់ថ្នាក់នឹងផងហីបើអញឃើញតែបែបនឹងរាល់ដងនឹងបើប្រកែកអញ្ចឹងមិនធ្វើឲ្យមានកូននឹងគេមួយផងអ្នកភូមិអ្នកស្រុកគេមើងងាយខ្ញុំណាជាពិសេសគឺនាងភីមថ្ងៃមុនណាបានជួបវានៅនឹងផ្សារវាថាឲ្យខ្ញុំយកប្តីចាស់ទើបមិនមានកូនខ្ញុំខ្មាស់គេស្ទើរស្លាប់ទៅហើយណាណែអារឿងនឹងចង់បន្ទោសធម្មជាតិទៅកាលមានកម្លាំងខ្ញុំក៏ប្រឹងណាស់ដែរឯងក៏ឃើញតែធ្វើយ៉ាងម៉េចបើទេវតាចាមកវាមិនឲ្យខ្ញុំមានកូនឬមួយឯងចង់មានប្តីថ្មីនាងជុំនិយាយតែផ្ដាស់អីតាឆាន់នេះបើខ្ញុំចេះចង់បានប្តីថ្មីនោះណាខ្ញុំយកយូរហើយមិនទ្រាំនៅកម្មជាមួយតាឯងទេបើឯងនិយាយបែបនេះអញបានធូរចិត្តបន្តិចវើយតាឆាណាយ៉ាងម៉េចខ្ញុំគិតថាស្អែកនេះខ្ញុំចង់ទៅសុំកូននៅខ្ទមលោកតាព្រោះឮល្បីថានៅទីនោះស័ក្តិសិទ្ធិអ្នកណាអត់កូនដែលសុំនៅទីនោះក៏មានកូនដូចបំណងនាងជុំអើយនាងជុំឯងគ្រាន់តែរកកន្លែងស័ក្តិសិទ្ធិមិនដឹងជាប្រមាណដងមកហើយទេហើយនេះនៅចង់ទៅសុំកូនស្អីទៀតអញចំណាស់នេះទៅហើយគ្មានកម្លាំងនឹងធ្វើស្អីផងតើឲ្យមានកូនយ៉ាងម៉េចបានទៅខ្ញុំដឹងថាតាឯងនឹងវាមិនកើតការអីហើយតែខ្ញុំទៅបន់នៅទីនោះបំណងថាបើសិនជាមានអ្នកណាគេបោះបង់ក្មេងចោលឬក៏ឲ្យខ្ញុំជួយចិញ្ចឹមខ្ញុំក៏ព្រមព្រោះយ៉ាងណាបើមិនមានកូនខ្លួនឯងក៏មានកូនចិញ្ចឹមម្នាក់គ្រាន់តែពេលចាក់ទៅណាវាបានជួយដាំទឹកក្តៅទឹកត្រជាក់ឲ្យផឹកដែរតើឯងទៅជាមួយខ្ញុំដែរទេព្រោះខ្ទមលោកតាស័ក្តិសិទ្ធិណាស់ហើយបើអ្នកណាចង់បានកូននោះណាតើតែទៅទាំងពីរអ្នកប្តីប្រពន្ធអញទៅជាមួយឯងក៏ទៅបានដើម្បីបំពេញបំណងឯងទៅចុះល្អណាស់តាឆាន់ឯងដេកទៅណាយកកម្លាំងទៅសុំកូនដល់ហើយឬនៅហើយនាងជុំអញហត់ទ្រាំលេងចង់បានទៅហើយដល់ហើយខ្ញុំរៀបចំទៀនធូបសិនណាតាឆាន់ឯងសម្រាប់នៅក្រោមដើមឈើនេះសិនទៅចាំខ្ញុំរៀបចំរួចរាល់សម្បត្តិស្រន់ទាំងអស់គ្នាអាបឹមរកកន្លែងសម្រាប់បន្តិចសិនទៅយើងដូចជាហត់ហើយទៅទីនោះមានមលុបឈើព្រះអង្គហើយព្រះអង្គយើងទៅសម្រាប់ទីនោះសិនទៅក្រាបទូលពេលនេះយើងគឺជាប្រជារាស្ត្រសាមញ្ញឯងកុំភ្លេចខ្លួនឲ្យសោះបាទបងចេតរួចហើយតាឆាន់ឆាប់ងើបឡើងមកបន់ស្រន់លោកតាមកភ្លាមមកលឿនឡើងអញដូចជាវិលមុខណាស់នឹងជុំដើរផ្លូវឆ្ងាយហត់តាឯងចាស់ហើយខ្សោយកម្លាំងបែបនេះហើយណាមកខ្ញុំជួយគ្រាឲ្យលឿនឡើងក្រោកឡើងមកនេះកាន់ធូបទៅខ្ញុំដុតរួចហើយតាឯងគ្រាន់តែបន់ស្រន់ទៅគឺបានហើយលោកតាស័ក្តិសិទ្ធិខ្ញុំពីអ្នកប្តីប្រពន្ធរៀបការយូរហើយគ្មានកូននឹងគេមួយគ្រាប់សោះបើលោកតាស័ក្តិសិទ្ធិពិតមែនសូមឲ្យខ្ញុំទទួលបានកូនម្នាក់ផងចុះសាធុតាឆាន់សាធុ3ដងទៅសាធុតាឆាន់កាត់អីនឹងតាឆាន់ឯងកុំកាត់អីអសោះណាខ្ញុំខំមកសុំកូនពីលោកតាផងនេះមិនទាន់ដឹកអីផងឯងចង់ទៅចោលខ្ញុំមែនទេតាឆាន់ជួយផងជួយតាឆាន់ផងអ្នកណាក៏បានដែរជួយផងតាឆាន់អាបឹមយើងដូចជាឮសំឡេងគេហៅឲ្យជួយឆាប់ទៅមើលបាទបងចេតមានលោកតាដួលសន្លប់បងចេតឆាប់ទៅជួយគាត់ភ្លាមទៅ
ជួយខ្ញុំផងជួយផងជួយប្តីរបស់ខ្ញុំផងក្មួយជួយប្តីមិញផង បាទមីងចាំខ្ញុំជួយគាត់ តាឆាន់ឯងដឹកខ្លួនហើយឯងធ្វើឲ្យខ្ញុំលុបពលឹងស្លាប់ហើយណា អូយអឺណែខ្ញុំមិនងាយទៅណាចោលឯងទេណានាងជុំហើយក ុំតែបានក្មួយប្រុសទាំងពីរអ្នកនេះជួយតាន់ទេកុំអីមិនដឹងថាតាឯងចាំមិនទៅហើយទេ ខ្ញុំសូមអរគុណអ្នកកំឡោះហើយណាមិនបាច់គុណស្រ័យអ្វីទេពេលនេះបានឃើញលោកតាមិនកើតអីគឺប្រសើរខ្លាំងណាស់ហើយចុះផ្ទះលោកតានឹងប្រពន្ធនៅទីណាដែរចាំពួកខ្ញុំជូនអ្នកទាំងពីរទៅក៏បានដែរព្រោះមើលទៅពេលនេះសុខភាពរបស់លោកតាមិនទាន់ប្រសើរនៅឡើយទេបើអ្នកមីងតែម្នាក់ឯងជួយគ្រាកលោកតាក៏មិនរួចដែរ ពិតមែនហើយតាឆាន់ឯងធ្ងន់ណាស់ដូចក្មួយនិយាយអញ្ចឹងណាមីងលើកគាត់ម្នាក់ឯងមិនរួចទេមិនអញ្ចឹងមីងរំខានក្មួយទាំងពីរអ្នកជួយជូនមីងនិងប្តីមីងទៅដល់ផ្ទះផងណាផ្ទះរបស់យើងនៅឯភូមិខាងមុខនោះ បាទមិនអីទេខ្ញុំក៏មានបំណងទៅភូមិនោះដែរអញ្ចឹងខ្ញុំនឹងជូនអ្នកមីងហើយនឹងប្តីទៅចុះ ចាអរគុណហើយក្មួយ អរគុណហើយណាក្មួយ តាឆាន់សម្រាប់លើក្រែនេះចុះណាខ្ញុំទៅយកទឹកឲ្យក្មួយទាំងពីរអ្នកហូបសិន មើលសួរក្មួយទាំងពីរអ្នកទៅមើលមានបាយមានទឹកហើយឬនៅបើមិនទាន់ទេឯងតែធ្វើឲ្យពួកគេហូបផងទៅណា ខ្ញុំដឹងហើយ ឯងប្រាប់យើងថាផ្ទះនៅនាងម៉ាលីសនៅក្នុងភូមិនេះតើនៅម្ដុំនេះដែរឬទេអូយតាមដែលខ្ញុំចាប់បានឃើញនៅម្ដុំនេះហើយបងចេតប្រសើរណាស់យើងមកដល់គោលដៅហើយ អ្នកកំឡោះទាំងពីរហូបទឹកសិនទៅណាខំជូនមីងនិងប្តីមកហត់ហើយ អរគុណណាមីងហើយអរគុណណាស់មីង និយាយអញ្ចឹងក្មួយទាំងពីរអ្នកឈ្មោះអីដែរ អូខ្ញុំឈ្មោះបឹមហើយបងប្រុសរបស់ខ្ញុំឈ្មោះចេតបាទមែនហើយខ្ញុំឈ្មោះចេតវាឈ្មោះអាបឹម ស្រុកភូមិរបស់ក្មួយនៅឯណាទៅមិនបានជាមកដល់ទីនេះ អូពួកខ្ញុំមកពីស្រុកភូមិឆ្ងាយគ្មានឪពុកម្ដាយនោះទេខ្ញុំនឹងបងប្រុសខ្ញុំមកដើររកការងារធ្វើនៅក្នុងស្រុកភូមិនេះបាទ ហើយចុះនៅទីនេះពួកក្មួយមានបងប្អូនដែរទេ គ្មានអ្វីទេណាមីងពួកខ្ញុំកំពុងតែដើររកកន្លែងរស់នៅដែរបើមានកន្លែងណាដែលគេរើសអ្នកធ្វើការនោះពួកខ្ញុំក៏នឹងនៅហើយធ្វើការទីនោះតែម្ដង មើលទៅរូបរាងសាច់ឈាមរបស់ក្មួយមិនសមជាអ្នកអត់សោះអញ្ចេះចុះណាផ្ទះរបស់មីងមានតែប្តីនិងមីងតែប៉ុណ្ណោះគ្មានកូនចៅទេម្យ៉ាងប្តីរបស់មីងក៏ចាស់ទៀតបើក្មួយមិនទាន់រកកន្លែងបាននៅក្មួយនៅជាមួយមីងសិនចុះណាទុកថាមីងបានសងគុណក្មួយដែលបានជួយប្តីរបស់មីង ឆ្លើយថាយល់ព្រមទៅព្រះអង្គបាទអ្នកមីងខ្ញុំសូមអរគុណអ្នកមីងហើយដែលឲ្យពួកខ្ញុំស្នាក់អាស្រ័យនៅផ្ទះរបស់អ្នកមីង មិនអីទេក្មួយបើអញ្ចឹងមីងទៅដាំបាយធ្វើម្ហូបឲ្យក្មួយទាំងពីរហូបសិនណា អញ្ចឹងរំខានអ្នកមីងហើយ យើងជាគ្រួសារតែមួយប៉ុណ្ណឹងមានអីរំខានទៅ មិនបានជាឯងឲ្យយើងយល់ព្រមនៅទីនេះអូយជាអាកាសដែលបងជាតិអាចនៅក្បែរនាងម៉ាលីសនោះអីត្រូវហើយឯងនេះឆ្លាតមែន ម៉ែកូនឃ្លាននំគ្រក់ខ្លាំងណាស់អ្នកម៉ែធ្វើឲ្យកូនហូបផងបានទេអូយម៉ែមិនចេះធ្វើទេមិនដឹងជាស្អីទេអ្នកម៉ែនេះគ្រាន់តែនំគ្រក់ក៏មិនចេះធ្វើដែរកូនដែលឃើញម៉ែធ្វើស្អីពីងកាលហាម៉ែចេះតែធ្វើខ្លួនតែប៉ុណ្ណោះបានកូនឯងមកមានកាត់ទៅណាគឺកាត់មកម៉ែនឹងហើយកូនមិនដឹងទីឥឡូវកូនឃ្លាននំគ្រក់ខ្លាំងណាស់អ្នកម៉ែត្រូវតែរកឲ្យកូនហូបឲ្យបានណាម៉ែនឹកឃើញហើយនាងមីលីវាចេះធ្វើនំគ្រក់ណាកូនចាំម៉ែទៅសួរវាចាស់អ្នកម៉ែណែនាងម៉ាលីរួចកិច្ចការឯងហើយនៅយើងមានការចង់សួរឯងតិចចាស់អ្នកមីងមានការអីឯងចេះធ្វើនំគ្រក់ដែរទេចាស់អ្នកមីងខ្ញុំចេះល្អណាស់អញ្ចឹងឆាប់ទៅធ្វើឥឡូវនេះទៅកូនមីលាយើងឃ្លាននំគ្រក់ឈប់សិនអ្នកមីងផ្ទះរបស់យើងគ្មានត្បាល់កាន់ម្សៅទេហើយអំបែងនំគ្រក់ក៏គ្មានដែរតើឲ្យខ្ញុំធ្វើនំគ្រក់ចាំមិនទៅអ្នកមីងហើយចុះត្បាល់កាន់ម្សៅនឹងអំបែងនំគ្រក់នោះកាលម៉ែឯងនៅរស់នៅណាអស់ហើយទាំងអស់នោះវាចាស់ហើយក៏បាក់បែកអត់ទៅហើយអ្នកមីងបើអញ្ចឹងតែខ្ចីត្បាល់នឹងអំបែងអ្នកចិត្តខាងមកនៅក្នុងភូមិនេះត្បាល់កាន់ម្សៅនឹងអំបែងនំគ្រក់នោះគឺមានតែផ្ទះមិនជុំតែប៉ុណ្ណោះដែលមាន ប
ប៉ុន្តែអ្នកមីងព្រមឲ្យខ្ញុំទៅខ្ចីគាត់ដែរទេផ្ទះនេះជុំហីអញមិនត្រូវជាមួយវាទេបើប្រាប់ថាអញអ្នកខ្ចីធ្វើយ៉ាងម៉េចវាឲ្យអញខ្ចីទៅអញ្ចេះចុះយើងឲ្យឯងទៅខ្ចីនឹងជុំតែកុំប្រាប់ថាយើងជាអ្នកឲ្យទៅខ្ចីឯងនិយាយប្រាប់វាទៅថាឯងជាអ្នកចង់ស៊ីនំគ្រក់យល់ហើយនៅមិញជុំគាត់ច្បាស់ជាមិនជឿទេអ្នកមីងព្រោះថាបាត់ត្រឹមតែហេតុផលថាខ្ញុំជាអ្នកឃ្លានយកមកឲ្យយើងមិនកើតទេដឹងអ្នកមីងព្រោះអាចទៅយូរធ្វើនំគ្រក់យើងនៅត្រាំម្សៅអង្គណាអ្នកមីងហើយត្រូវកិនបន្ទាប់មកទៅចាក់នំនៅមានធ្វើទឹកត្រីទៀនចំណាយពេលយូរខ្លាំងណាស់អាចនៅដល់ជប់ណាអ្នកមីងយីនាងនេះមានលេសដោះសាររហូតយូរក៏យូរទៅយើងអាចចាំបានតែឯងត្រូវតែធ្វើនំគ្រក់ឲ្យបានជាដាច់ខាតបើមិនដូច្នោះទេឯងច្បាស់ជាត្រូវរំពាត់ហើយចាអ្នកមីងខ្ញុំដឹកហើយមិញជុំមិញនៅផ្ទះដែរទេមិញជុំហ៎ណានាងម៉ាលីគឺនេះមិនក៏នេះនៅទីនេះអូក្មួយម៉ាលីទេអីមិញជុំនេះកុំប្រាប់ណាថានេះម្នាក់នេះជាប្តីថ្មីរបស់អ្នកមីងអូយមិនមែនទេក្មួយម៉ាលីប្តីមីងឯណាក្មេងយ៉ាងនេះនោះមីងស្រឡាញ់តែប្តីចាស់របស់មីងម្នាក់តែប៉ុណ្ណោះណាពេលនេះគឺតែឆាន់មិនស្រួលខ្លួនសម្រាប់នៅខាងក្នុងឯណោះហើយខាងនេះគឺជាក្មួយប្រុសរបស់មីងឬថាជាកូនចិញ្ចឹមក៏បានដែរណាព្រោះថាទេវតាបានប្រទានកូនមកមីងហើយនឹងប្តីណាដោយដឹងថាមីងគ្មានកូនពិតមែនហើយមិនមែនមានតែខ្ញុំម្នាក់ទេគឺមានប្អូនប្រុសខ្ញុំម្នាក់ទៀតក៏សុំមីងជុំធ្វើជាម្ដាយដែរត្រូវទេមីងជុំអូត្រូវហើយនិយាយអញ្ចឹងក្មួយមកផ្ទះមីងនេះមានការអីអូចាអ្នកមីងគឺខ្ញុំមកនីងចង់សុំត្បាល់កិនម្សៅនិងអំបិលនំគ្រក់ដើម្បីធ្វើនំគ្រក់ឲ្យម៉ែចុងរបស់ក្មួយមែនទេព្រោះបើមិនមែនវាឃ្លានឬកូនវាឃ្លានទេនោះវាមិនឲ្យក្មួយចេញមកក្រៅនោះទេចាអ្នកមីងខ្ញុំសុំវ៉ាមីងជួយខ្ញុំម្ដងទៅណាអ្នកមីងរបស់ខ្ញុំប្រាប់ថាបើមិនបាននំគ្រក់ឲ្យគាត់ទេគាត់ច្បាស់ជាវាយខ្ញុំមិនខានទេមិនអីទេមីងអាណិតឯងធ្វើអីក៏ធ្វើចុះណារបស់មាននៅទីនេះយកស្អីក៏យកទៅមិនបាច់ក្រែងចិត្តមីងទេចាខ្ញុំអរគុណហើយអ្នកមីងខ្ញុំប្រាប់អ្នកមីងថានៅធ្វើនំគ្រក់ផ្ទះរបស់អ្នកមីងដូច្នេះខ្ញុំសុំអ្នកមីងធ្វើនំនៅទីនេះតើបានទេបានមីងមិនថាអីទេណាមីងឲ្យកូនមីងជួយដែរជេថាជួយប្អូនទៅកូនបាទម៉ែជុំខ្ញុំច្បាស់ជាជួយមិនខានអាបឹមឃើញគេទាំងពីរអ្នកនោះដែរទេបាទឃើញម៉ែព្រះអង្គរបស់ខ្ញុំមានគូហើយអូយសំគ្នាខ្លាំងណាស់ហីឯងនិយាយស្អីនឹងព្រះអង្គអីគេអូយខ្ញុំអត់មានបាននិយាយស្អីទេខ្ញុំចង់ថាសំគ្នាដូចជាព្រះអង្គហើយនឹងព្រះនាងពិតមែនហើយដូចព្រះអង្គនិងព្រះនាងមិញជុំខ្ញុំបានរៀបចំនំគ្រក់មួយចំណែងទុកជូនអ្នកមីងនិងតាឆាន់រួចហើយចំណែកនេះខ្ញុំយកទៅជូនអ្នកមីងនិងអូនមីលាខ្ញុំសូមអរគុណអ្នកមីងជុំខ្លាំងណាស់ដែលបានជួយដល់ខ្ញុំអ្នកដែលក្មួយត្រូវអរគុណមិនមែនមីងទេគឺកូនជេថារបស់មីងទៅវិញទេព្រោះគេជួយក្មួយធ្វើអស់ពីដៃពីជើងណាមែនទេក្មួយជេថាបាទម៉ែជុំអរគុណនេះហើយដែលបានជួយដល់ខ្ញុំមិនអីទេណានាងលេចដៃខ្ញុំអូបាទខ្ញុំរកលាមិនជុំទៅផ្ទះវិញហើយព្រោះយប់ហើយកុំឲ្យអ្នកបញ្ជេខ្ញុំចាស់ក្មួយឲ្យកូនជេថាជួយជូនទៅផ្ទះទៅណាព្រោះថាយប់ប្រលប់តាមផ្លូវវាស្ងាត់ខ្លាចជួបគ្រោះថ្នាក់ដូចជាមិនសមទេដឹងអ្នកមីងស្រីប្រុសនៅតែពីរនាក់ខ្លាចញាតគេសើចំអកណាស់អ្នកមីងបើអញ្ចឹងឲ្យអាបឹមទៅម្នាក់ទៀតទៅណាគ្រាន់បាន3នាក់ល្អដែរទេក្មួយចាខ្ញុំអរគុណណាស់អ្នកមីងខ្ញុំជម្រាបលាអ្នកមីងសិនហើយផ្ដាំលាតាឆាន់ផងណាអ្នកមីងខ្ញុំមិនហ៊ានទៅរំខានគាត់ទេគាត់កំពុងតែឈឺចាទៅចុះក្មួយព្រះអង្គក៏បានជូនម្លិះទៅដល់ផ្ទះចាំមើលថាភាគបន្ទាប់នឹងទៅជាយ៉ាងណាសូមរងចាំតាមដានទស្សនាភាគបន្តសូមអរគុណ